អញ្ចឹងថ្ងៃហ្នឹងយើងមកលេងភាគអាកាសទាំងអស់គ្នាតាក់ទងជាមួយនឹង topic តើក្នុង relationship នឹងស្នេហាហ្នឹងយើងគួរនៅបន្តទៅមុខទៀតឬក៏យើងគួរដើរចេញអញ្ចឹងណាបើឥឡូវហ្នឹងវាមានបញ្ហាឬក៏យើងមានចម្ងល់អញ្ចឹងយើងមករើទាំងអស់គ្នាមានស្លឹកទី1ស្លឹកទី2ហើយជាមួយនឹងស្លឹកទី3ឲ្យបិទភ្នែកធ្វើសមាធិហើយបើកភ្នែកមកវិញរើអញ្ចឹងណាបើរើបានហើយយើងទៅស្ដាប់ចម្លើយទាំងអស់គ្នាអញ្ចឹងយើងមកមើលសម្រាប់អ្នកដែលគាត់រើស្លឹកទី1ចាំមើលថា situation ឬក៏ស្ថានភាពស្នេហាគាត់ឥឡូវហ្នឹងមិនដែរអញ្ចឹងណាហើយយើងមកមើលថាតើយើងគួរបន្តទៅមុខទៀតឬក៏យើងអ្នកដែលថាគាត់ថាបើកស្លឹកដំបូងមកគឺដឹងចម្លើយមកថាបៀណែនាំមិនអញ្ចឹងណាអានេះមិនបាច់ទាន់បកប្រែសំបីតអ្នកទាំងអស់គ្នាខ្ញុំគិតថាអាចនឹងមើលយល់ដឹងថាចម្លើយបៀវាមិនអញ្ចឹងណាបៀប្រាប់ថាអ្នកសិតតែ the tower ហ្នឹងគាត់តែមើលទៅឲ្យជាមួយនឹង two of cups ហ្នឹងទោះបីជាឥឡូវហ្នឹងណាយើងនៅមានមនោចេតនាយើងនៅនឹកយើងនៅគិតយើងនៅអាណិតខាងគាត់មែនតែបើយើងគិតសັບទៅក៏វាមានចំណុចខ្លះដែលធ្វើឲ្យយើងត្រូវឈឺធ្វើឲ្យយើងគិតច្រើនធ្វើឲ្យយើងពិបាកចិត្តចឹងណាបើយើងចាប់ផ្ដើមឆ្ងល់ខ្លួនឯងថាការពិតទៅយើងគួរតែបន្តទៅមុខទៀតឬក៏យើងគួរតែតែកផ្លូវឬក៏យើងគួរតែដើរចេញចឹងណាអានេះបើតាម energy បៀហ្មងណែនាំថាគិតទៅរឿងវារៀងកាត់ឡើងច្រើនដងដែរវាមិនតំកាត់ឡើងម្ដងហើយយើងចេះតែអត់អោនចេះតែអភ័យទោសឲ្យឬក៏អីចឹងណាតែវាប្រាប់ថាសភៅក្បាលតដែរទោះបីជាយើងអានឡើងសាដើមវិញចង់បញ្ចប់រឿងក៏នៅតែតដែរចឹងណាចឹងបើអ្នកទាំងអស់គ្នានៅបន្តនៅជាមួយគាត់ relationship ហ្នឹងនៅតែជួបរឿងដែលធ្វើឲ្យពិបាកចិត្តឬក៏មានបញ្ហាដូចដើមចឹងណាអានេះណែនាំហ្មងនិយាយទៅគាត់តែបៀបាក់ស្លឹកដំបូងមកណែនាំឲ្យអ្នកនរគ្នាសួរចិត្តខ្លួនឯងមើលថានៅរងថ្ងៃនេះមានក្តីសុខប៉ិតអត់ចឹងណាបើឲ្យបៀណែនាំហ្មងគឺណែនាំឲ្យអ្នកនរគ្នាដើរចេញអញ្ចឹងយើងមកបន្តមើលសម្រាប់អ្នកដែលគាត់រើស្លឹកទី2ថាតើគួរតែនៅក្នុងស្ថានភាពនឹងបន្តស្នេហានឹងបន្តឬក៏ relationship នឹងបន្តឬក៏យើងគួរតែដើរចេញចឹងណាចាំមើលស្លឹកទី1 Wonderful Nine of Swords Nine of Pentaclesវាប្រាប់ថានៅក្នុង relationship ហ្នឹងយើងអាចនៅបន្តបានអានេះឆ្លើយបានលឿនបានចម្លើយមកព្រោះ The Fool ឡើងមក Nine of Pentacles ហ្នឹងគាត់ថាបញ្ហាដូចលក្ខណៈថាពេលខ្លះគាត់ខលខូចឬក៏ពេលខ្លះគំនិតគាត់ការគិតឬក៏លក្ខណៈថាគាត់គិតផ្សេងយើងគិតផ្សេងឬក៏លក្ខណៈថាទស្សនគតិអត់សូវដូចគ្នាប្រហែលអញ្ចឹងណាអាចនឹងធ្វើឲ្យរៀងមានទំនាស់ឬក៏មានបញ្ហាមួយគ្នាច្រើនវាប្រាប់ថាការពិតទៅរឿងហ្នឹងអាចនឹងដោះស្រាយបានអ្នកទាំងអស់គ្នាអាចដោះស្រាយបានណែនាំឲ្យបើកចិត្តនិយាយគ្នាអញ្ចឹងណាព្រោះពេលខ្លះវាប្រាប់ថាអាចនឹងខ្វះការបើកចិត្តនិយាយគ្នាថងទួញទៅមកថាយើងចង់បានអីគាត់ចង់បានអីអញ្ចឹងណាវាប្រាប់ថារឿងហ្នឹងអាចនឹងត្រូវប្រើពេលមួយរយៈទៀតសិក្សាពីគ្នាបន្ថែមដោះដូរគំនិតឬក៏និយាយទៅបើកចិត្តនិយាយគ្នាព្យាយាមនិយាយគ្នាពីតម្រូវការរៀងខ្លួនឲ្យបានច្រើនអញ្ចឹងហើយយើងអាចផ្លាស់ប្ដូរអញ្ចឹងណាគាត់ថាអាចនឹងមានឱកាសទៅមុខបន្តទៀតហើយទៅបានឆ្ងាយទៀតគូហ្នឹងនិយាយទៅបងណាគេដែលគាត់អត់ទាន់បានលក្ខណៈថារៀបការដល់ត្រោយអីចឹងណាអាច